ជំរាបសួរសួស្តីអ្នកគ្នាវិលត្រឡប់ជួបជាមួយខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីហើយនៅថ្ងៃនេះដែរខ្ញុំមកនាំអ្នកគ្នាមកមើលតំបន់ឬក៏បណ្ដាញ 5G របស់យើងហ្នឹងណាដែលគេដាក់ load app ដែលថ្មី2026អ្នកគ្នាហ្នឹងហើយយើងមើលតំបន់យើងហើយនឹងទូរស័ព្ទយើងអាចប្រើ 5G បាននៅដោយសារទូរស័ព្ទមួយចំនួនអញ្ចឹងអាចប្រើបានឬក៏ទូរស័ព្ទមួយចំនួនទៀតអាចប្រើបានវាមិនទាន់គេមិនទាន់ឲ្យដាក់ពេញលេញគ្រប់ទូរស័ព្ទអ្នកគ្នាហើយតំបន់ខ្លះក៏អាចប្រើបានតំបន់ខ្លះក៏អាចប្រើបានអញ្ចឹងអ្នកគ្នាចឹងហើយមុននឹងចូលដល់វីដេអូនេះអ្នកគ្នាសូមជួយ Subscribe ឲ្យខ្ញុំអ្នកមួយផងហើយខ្ញុំមានចំណេះដឹងឬក៏អ្វីថ្មីចែកជូនអ្នកគ្នាតាមទូរស័ព្ទហ្នឹងហើយតើឥឡូវយើងចូលដល់ការមើលអ្នកគ្នាជាដំបូងអ្នកគ្នាប្រើ SIM អ្វីឬក៏ SIM card មាត់ phone ឬក៏ smart អ្នកគ្នាហ្នឹងហើយចំណែកខ្ញុំប្រើ smart ខ្ញុំ down app smart ហ្នឹងមកដោយសារ SIM ផ្សេងខ្ញុំមិនទាន់បានប្រើខ្ញុំដែលធ្លាប់ប្រើអញ្ចឹងខ្ញុំធ្លាប់ប្រើតែ smart អញ្ចឹងខ្ញុំ down app smart ដល់នេះឥឡូវនេះ app smart អ្នកគ្នាបើសិនអ្នកគ្នាអត់ទាន់ down ទេអ្នកគ្នាអាចចុច down ហើយដោយសារតែខ្ញុំ down រួចហើយអញ្ចឹងខ្ញុំមិនអាច down ម្ដងទៀតទេឥឡូវយើងកុំឲ្យខាតពេលយើងចុចចូលហ្មងតែជាសញ្ញាបើកនឹងមកចាំតិចអ្នកគ្នាកំពុង load ចូលហើយសូមទោសផងអ្នកគ្នាដោយសារមានសំឡេងញ៉ៃច្រើនមកពីខ្ញុំអត់សូវមានកន្លែងថតសំឡេងដូចគេទេថតនៅក្រៅអញ្ចឹងហើយមានសំឡេងញ៉ៃច្រើនផ្សេងអញ្ចឹងអ្នកគ្នា